វាចេញផ្លែពុកម៉ែបងប្អូនផ្លែច្រើនអាចចិត្តច្រូតដែរមើលទៅហើយអ្នកដែលស្រឡាញ់បែបវាស្រែពណ៌បៃតងនិយាយថាមានថាធានាមកត្រជាក់ភ្នែកខែនេះហើយចិត្តដល់ខែប្រមូលផលដែរដោយសារឥឡូវស្រូវវាចាប់ផ្ដើមឡើងដង្ហើមអញ្ចឹងវាអាចតិចទៀតវាសួស្តីពុកម៉ែបងប្អូនថ្ងៃនេះមករំលឹកអនុស្សាវរីយ៍នៅស្រុកស្រែដែលធ្លាប់នៅកែវិតូចនេះគឺជាផ្លូវបន្លែមួយតែចាក់ហើយបានស្អាតហើយតែកាលពីមុនមានអញ្ចឹងទេទឹកឡើងព្រៀបពេញនឹងអញ្ចឹងណានឹកឃើញកាលពីមុនពុកម៉ែបងប្អូនទឹកហូរចេះហើយត្រីច្រើនដាក់យកត្រីយកអីអញ្ចឹងតែឥឡូវគេចាប់ផ្ដើមព្រុសបដាទៀតហ្នឹងនេះខ្ញុំនៅទីតាំងដំណឹងស្អាតតែអេដមីនធ្លាប់មើលគោនេះកន្លែងដែលធ្លាប់មើលគោពីមុនមកហើយបើខាងនេះវិញកន្លែងលោតទឹកតែឥឡូវទឹកថ្លាជាងមុនបើកាលពីមុនអីដូចកាហ្វេទឹកដោះគោអញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់ឃើញកាហ្វេទឹកដោះគោហើយហ៊ានពោមិនហើយខាប់ទៀតមកពេលងូតហើយណែហើយឡើងសហ្មងណាហើយខែនេះគឺជាខែវស្សាមានត្រីអីហូរមកតាមទឹកដែរបើមានសំណាញ់អីអាចបងបានច្រើនហើយបើនិយាយពីស្រូវអីវាឡើងរៀងខ្ពស់ហើយណាឡើងគឺថាស្រូវមានដង្ហើមអាចតិចទៀតចិត្តដាច់ខែហ្នឹងចូលខែកដិកវិញខែកដិកជាខែដែលគេប្រមូលផលស្រូវថ្ងៃនេះតនេមួយថ្ងៃឆ្លៀតមកដែរកន្លែងដែលធ្លាប់នៅកាពីតូចកាលមើលគោជារុំទៅនៅតូចសុបាយពុកម៉ែបងប្អូនអនុស្សាវរីយ៍មើលគោសុបាយមួយជាមួយក្មេងៗដែលធ្លាប់នៅជាមួយគ្នាក្នុងភូមិតែឥឡូវប្រហែលជាពួកគាត់មានគ្រួសារហើយអស់ហើយអ្នកខ្លះអាចកូន1កូន2ដែរតែខ្ញុំទៅខែនេះមើលទៅត្រជាក់ភ្នែកហ្មងហើយអ្នកដែលស្រឡាញ់បែបវាស្រែពណ៌បៃតងនិយាយថាមានថាធានាមកត្រជាក់ភ្នែកខែនេះហើយចិត្តដល់ខែប្រមូលផលដែរដោយសារឥឡូវស្រូវវាចាប់ផ្ដើមឡើងដង្ហើមអញ្ចឹងវាអាចតិចទៀតវាចេញមកបដាអញ្ចឹងណាហើយនិយាយពីថាឃើញទឹកចង់លោតម្ដងទៀតឃើញទឹកតំណងហ្មងនឹងមិនតាក់ទាញអារម្មណ៍ឲ្យចង់ងូតលេងតែម្ដងហើយចំណែកខាងនេះដែរគឺជាបឹងពុកម៉ែបងប្អូនគេហៅបឹងភូមិបន្ម៉ៅនិយាយរួមទៅតំបន់នេះសិតតែកាលអេដមីននៅក្មេងៗគ្វាគោមួយទឹកសុបាយមែនតើទេសភាពស្អាតរបស់ពុកម៉ែបងប្អូនហើយមកខាងនេះក្មេងៗមកបកត្រីអញ្ចឹងណានេះឥឡូវមើលខាងនេះគេមកស្ទូចត្រីសារទឹកឡើងច្រើនរំលឹកអនុស្សាវរីយ៍ហើយនិយាយពីថាបើផ្លូវហ្នឹងវិញទឹកឡើងព្រៀបផ្លូវអញ្ចឹងមានត្រីឡើងពុកម៉ែបងប្អូនទឹកហូរកាត់ហើយត្រីវាហែលឡើងតែម្ដងតែឥឡូវនេះដោយសារគេចាក់ឲ្យខ្ពស់ជាងទឹកហើយមានពុកម៉ែបងប្អូន
ហើយបើម្ដុំនេះអីកន្លែងដែលធ្លាប់មកជាមួយតាគាត់មើលស្រែចម្ការនៅម្ដុំហ្នឹងពុកម៉ែបងប្អូនឥឡូវប្រែជាផ្លែជាងមុនពុកម៉ែបងប្អូនសារឥឡូវមានផ្ទះមានអីនៅដែរចឹងណាផ្ទះគេចាប់ផ្ដើមមកចេញមកក្រៅបដាដែរចឹងឲ្យចិត្តអាប់ដេតទៅមុខទៀតហើយបើតំបន់នេះឯងសកន្លែងហក់ទឹកងូតទឹកលេងសบายហ្មងនេះមានគេចេញមកនៅខាងកមុននៅម្ដុំនេះស្ងាត់មានអត់សូវមានផ្ទះទេតែលើចេញមកបដាចឹងខាងនេះបឹងពុកម៉ែបងប្អូនមើលស្រែនេះចិត្តទុំហ្នឹងចេញឡើងចេញផ្លែពុកម៉ែបងប្អូនផ្លែច្រើនអាចចិត្តច្រត់ដែរមើលទៅអូខេកន្លែងធ្លាប់មើលគោកន្លែងឡើងបេះត្នោតផ្លូវសិតតែមានធ្លាប់ដើរដែរពុកម៉ែបងប្អូនឥឡូវគេចាក់ព្រីថ្មីចឹងទៅហើយមានផ្ទះមានអីចាប់ដើមចេញមកនៅប្រាប់ដែរខែនេះស្អាតពុកម៉ែបងប្អូន